Nâng này nè chẳng ngày nay dân to mê riêng rục chiết ong dù spam chẳng vật thụ bầm nòng bao giờ ngày nắng rực cô bầm nòng bao mê riêng dân ngày nắng cứ tí mùi bình dối pi đầm nà làm ong cát đại ca lang đời xa lạ ớt ta xa lạ ớt nắng ai thua đầm nà làm ong cát ban chẳng đôi mặt đấy hai tí pí cứ đầm nà làm ong sập bạc đi mất đây dân ban hiện hái bàn tay dân xàm cho tá mình được thua đầm nà làm ong sập bạc đi mất đầm bay ở vậy hai mươi tiết tẹt tôn ta nâng thân nào nâng ពោតតើរុក្ខជាតិហ្នឹងវាមានដំណើរលំអងបែបណាហើយតើថ្នោតជារុក្ខជាតិ monocotyledone ឬ dicotyledone ក៏ជាចំណុចសំខាន់ដែរនៅក្នុងចំណុចហ្នឹងអូខេតោះយើងទៅទាំងអស់គ្នាអញ្ចឹងដំណើរលំអងកាត់ដែលតាក់ទងដែលកើតឡើងដោយសារល្អិតយើងដឹងហើយភាពតាក់ទាញរបស់ផ្កាយើងឃើញគឺមានពណ៌ស្រស់និងក្លិនក្រអូបអញ្ចឹងមានថាសត្វល្អិតអាចនាំគ្រាប់លំអងបានដោយសារភាពតាក់ទាញរបស់ផ្កាគឺមានពណ៌ស្រស់ក្លិនក្រអូបឬក៏ពេលខ្លះសត្វល្អិតមកក្រេបទឹកដមផ្កាអញ្ចឹងឯងអញ្ចឹងនៅពេលដែលវាមកទុំលើផ្កាគឺវាទៅដោះខ្លួនទៅនឹងផ្លោកលំអងយើងដឹងហើយគឺផ្លោកលំអងប៉ុន្តែសួរថាក្នុងផ្លោកលំអងហ្នឹងគឺមានអីគឺមានគ្រាប់លំអងអញ្ចឹងនៅពេលដែលវាទៅដោះផ្លោកលំអងកាលណាបើសិនជាគ្រាប់លំអងនឹងទុំអញ្ចឹងផ្លោកលំអងនឹងវាចំហហើយអញ្ចឹងនៅពេលហ្នឹងគឺអាចនឹងមានគ្រាប់លំអងហ្នឹងរយពីពេញខ្លួនសត្វល្អិតហើយឬក៏ដូចជាខ្មុំមេអំបៅអញ្ចឹងណាអញ្ចឹងនៅពេលដែលសត្វល្អិតខ្មុំឬក៏មេអំបៅហ្នឹងវាហើរទៅទុំលើផ្កាមួយទៀតវានឹងអាចធ្វើឲ្យគ្រាប់លំអងដែលនៅរយពីពេញខ្លួនវាក៏ធ្លាក់ទៅលើ stigmat ហ្នឹងទៅអញ្ចឹងអាហ្នឹងគឺជាដំណើរលំអងដែលធ្វើឡើងដោយសត្វល្អិតមានថាសត្វល្អិតជួយធ្វើដំណើរលំអងបែបហ្នឹងអូខេតាអញ្ចឹងយើងទៅទាំងអស់គ្នាតកតងទៅនឹងដំណើរលំអងសពនិមិត្តខ្ញុំបានបញ្យល់ហើយគឺជាដំណើរលំអងដែលកើតឡើងដោយសារមនុស្សបាទយកគ្រាប់លំអងទៅដាក់លើ stigmat របស់ផ្ការុក្ខជាតិអញ្ចឹងសួរថាតើមនុស្សធ្វើដំណើរលំអងនឹងដើម្បីអីបាទគឺដើម្បីបង្កើតរុក្ខជាតិដែលមានលក្ខណៈពិសេសដែលគេចង់បានតាមគោលបំណងគេណាគេចង់បានរុក្ខជាតិមិនគេបង្កើតអញ្ចឹងទៅអូខេអញ្ចឹងតកតងទៅនឹងពោតហើយត្នោតជារុក្ខជាតិដែលមានដំណើរលំអងបែបណាអញ្ចឹងចង់បញ្ជាក់ថាជាទូទៅពោតជារុក្ខជាតិដែលមានដំណើរលំអងកាត់សួរថាម៉េចបានកាត់ព្រោះដោយសារវាឆ្លងពីផ្កាមួយទៅផ្កាមួយណាអានឹងយើងហៅកាត់តែព្រោះយមន័យដំណើរលំអងកាត់គឺជាការផ្ទេរគ្រាប់លំអងពីផ្លោកលំអងនៃកញ្ចុងសឈ្មោលរបស់ផ្កាមួយទៅលើ stigmat នៃកញ្ចុងកសរញីរបស់ផ្កាមួយផ្សេងទៀតឆ្លងពីផ្កាមួយទៅផ្កាមួយឬក៏ឆ្លងពីដើមមួយទៅដើមមួយអញ្ចឹងយើងត្រឡប់មកវិញពោតជារុក្ខជាតិដែលមានដំណើរលំអងកាត់ដោយសារពោតមានផ្កាញីផ្កាឈ្មោលដាច់ដោយឡែកយើងដឹងហើយផ្កាញីផ្សេងការឈ្មោលផ្សេងដែលដាច់ដライពីគ្នាប៉ុន្តែនៅលើដើមតែមួយអញ្ចឹងមានថាវាឆ្លងពីផ្កាមួយទៅផ្កាមួយអញ្ចឹងអានឹងយើងឲ្យឈ្មោះថាដំណើរលំអងកាត់ដែរអញ្ចឹងតកតងទៅនឹងត្នោតបាទជារុក្ខជាតិដែលមានដំណើរលំអងកាត់ដែរអ្នកគ្នាបានដឹងគឺត្នោតមានត្នោតញីត្នោតឈ្មោលអញ្ចឹងជាទូទៅត្នោតញីត្នោតឈ្មោលអញ្ចឹងមានន័យថាពេលបង្កកំណើតគឺគ្រាប់លំអងរបស់កញ្ចុងកសរឈ្មោលគឺត្រូវធ្លាក់ទៅលើ stigmat នៃកញ្ចុងកសរញីមានថាវាឆ្លងពីដើមត្នោតញីទៅដើមត្នោតឈ្មោលអញ្ចឹងមានន័យថាអានឹងជាដំណើរលំអងកាត់មានថាត្នោតជារុក្ខជាតិមានផ្កាញីផ្កាឈ្មោលដែលឡែកពីគ្នាដើមញីដើមឈ្មោលដែលឡែកពីគ្នាហើយស្ថិតនៅលើដើមផ្សេងគ្នាទៀតអញ្ចឹងវាឆ្លងពីដើមមួយទៅដើមមួយអានឹងយើងហៅដំណើរលំអងកាត់ហើយអញ្ចឹងអានេះគឺធ្លាប់ប្រឡងចេញបានដដែលគឺត្នោតជារុក្ខជាតិដែលមានដំណើរលំអងបែបណាគឺជារុក្ខជាតិសំទោសដំណើរលំអងគឺសួរថាតើត្នោតជារុក្ខជាតិ monocotyledone ឬ dicotyledone អញ្ចឹងត្នោតជារុក្ខជាតិ monocotyledone យើងដឹងហើយលក្ខណៈសម្គាល់ mono ទី1គឺគ្រាប់មានកូទីលេដុងមួយឬខ្លាចគ្រាប់មួយស្លឹកមានទ្រនុងស្របផ្កាមានស្រទាប់3ដើមមានបាច់សរសៃនាំស្ថិតនៅរីប៉ៃឬជាឫសស្ញែហើយអ្នកគ្នាត្រូវចាំថាលក្ខណៈសម្គាល់ mono ឬ dicotyledone កាលណាបើយើងឆ្លើយថារុក្ខជាតិហ្នឹងជា mono ឬក៏ dicotyledone អ្នកនរគ្នាត្រូវចាំថាយើងឆ្លើយទៅលើចំណុច5បាទរបស់វាលក្ខណៈសម្គាល់ទាំង5របស់វាអូខេអញ្ចឹងចំណុចហ្នឹងគឺមានតែប៉ុណ្ណឹងអរគុណអ្នកនរគ្នា